បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទសូមស្វាគមន៍ការរៀនពីចម្ងាយតាមរយៈ Channel របស់លោកគ្រូបាទអញ្ចឹង Channel របស់លោកគ្រូថ្ងៃនេះដែរសូមជូនរូបវិទ្យាថ្នាក់ទី7ជំពូកទី4សម្ពាធមេរៀនទី1សម្ពាធនៃអង្គធាតុរាវភាគទី2ឬក៏វីដេអូទី2បាទអញ្ចឹងកាលពីភាគទី1យើងមានកិច្ចការផ្ទះចំនួន1គឺនារីមានម៉ាស45គីឡូក្រាមគណនាទម្ងន់នារីបាទអញ្ចឹងកាលពីភាគ1អូនរៀនអំពីទម្ងន់អញ្ចឹងទម្ងន់ត្រូវបានតាំងដោយអក្សរ W អញ្ចឹងលំហាត់នេះគឺយើងរក W អញ្ចឹងដើម្បីរក W គឺយើងអាចរកតាមរូបមន្តបាទ W ស្មើ mg ប៉ុន្តែ m ស្មើ45គីឡូក្រាមនេះ45គីឡូក្រាមហើយ g របស់យើងគឺជាសន្ទុះទំនាញដីគឺយើងយកតម្លៃស្មើ10អញ្ចឹងនាំឲ្យយើងបាន W ស្មើ45គុណជាមួយនឹង10ស្មើ450បាទអញ្ចឹងនាំឲ្យយើងបានដូចនេះបាទទម្ងន់របស់នារីគឺ450 Newton បាទនេះគឺជាចម្លើយកិច្ចការផ្ទះការពីភាគទី1សម្រាប់វីដេអូទី2នេះយើងចូលដល់ចំណុចមួយទៀតគឺ 1.2 សម្ពាធបាទអញ្ចឹងអ្វីទៅជាសម្ពាធបាទបងប្អូនប្រហែលជាធ្លាប់ដឹងធ្លាប់លឺណាសម្ពាធផ្លូវចិត្តសម្ពាធការងារសម្ពាធការរៀនបាទអញ្ចឹងកាលណាយើងនិយាយអំពីសម្ពាធហាក់ដូចជាមានកម្លាំងមកសង្កត់លើយើងអាហ្នឹងគឺយើងសម្ពាធឧទាហរណ៍ដូចជាសម្ពាធការងារសម្ពាធរៀនបាទផ្សេងៗឥឡូវយើងមើលនិយមន័យសម្ពាធនៅក្នុងរូបវិទ្យាម្ដងបាទនៅក្នុងរូបវិទ្យាគឺសម្ពាធគឺជាទំហំវាស់ដោយផលធៀបរវាងកម្លាំងសង្កត់និងផ្ទៃរងបាទអញ្ចឹងផ្នែកសំខាន់គឺមានកម្លាំងសង្កត់ហើយនិងផ្ទៃរងបាទរូបមន្តរបស់សម្ពាធគឺ P ស្មើ S លើ A ប៉ុន្តែ S ជាកម្លាំងសង្កត់មានខនាតគិតជា Newton ហើយ A ជាផ្ទៃរងមានខនាតគិតជាម៉ែត្រការ៉េចំណែក P គឺជាសម្ពាធមានខនាតគិតជាប៉ាស្កាល់ឬ Newton ក្នុង1ម៉ែត្រការ៉េបាទអញ្ចឹង PA នេះយើងអានថាប៉ាស្កាល់ប៉ាស្កាល់គឺជាខនាតរបស់សម្ពាធបាទអញ្ចឹងសម្ពាធអូនគិតជាប៉ាស្កាល់ក៏បានគិតជា Newton ក្នុង1ម៉ែត្រការ៉េក៏បានបាទនេះយើងទាញរូបមន្តកាលណាយើងនិយាយពីសម្ពាធគឺ P ស្មើ S លើ A បើអូនចង់បានកម្លាំងគឺអក្សរ S ស្មើ P គុណនឹង A ហើយបើចង់បាន A ដែលជាផ្ទៃរងគឺស្មើជាមួយនឹង S លើ P បាទឥឡូវនេះយើងមើលលើຂະຫນាតបាទຂະຫນាតសម្ពាធបើយើងនិយាយពីຂະຫນាតរបស់វាគឺប៉ាស្កាល់ក៏បាន Newton ក្នុង1ម៉ែត្រការ៉េក៏បានអាហ្នឹងគឺຂະຫນាតវាដូចគ្នាហើយស្មើគ្នាណាបាទຂະຫນាតរបស់សម្ពាធអាចគិតជា ATM ក៏បានអាចគិតជា bar ក៏បានអញ្ចឹង1 ATM នេះឬក៏1 atmosphere នេះស្មើនឹង1 bar ហើយត្រូវនឹង10ស្វ័យគុណ5ប៉ាស្កាល់មានន័យថាលេខ1ហើយ0.5ពីក្រោយទៀតឬក៏100,000ហ្នឹងហើយមានន័យថា100,000ប៉ាស្កាល់ຂະຫນាតរបស់សម្ពាធនេះអានេះយើងអានថាមីលីម៉ែត្របារ៉តអញ្ចឹង760មីលីម៉ែត្របារ៉តគឺត្រូវនឹង10ស្វ័យគុណ5ប៉ាស្កាល់ហើយវាក៏ស្មើនឹង1 ATM ស្មើនឹង1បារដែរចំពោះຂະຫນាតផ្ទៃអញ្ចឹងយើងដឹងថាຂະຫນាតផ្ទៃគឺគិតជាម៉ែត្រការ៉េអញ្ចឹងបើឲ្យគេឲ្យយើងជាសង់ទីម៉ែត្រការ៉េអូនចង់បែកទៅម៉ែត្រការ៉េគឺអូនត្រូវអូនគុណថែមនឹង10ស្គុណដល់4ឬក៏យើងចែកនឹង10000បាទមីលីម៉ែត្រការ៉េគឺត្រូវនឹង10ស្គុណដល់6ឬក៏យើងចែកនឹង1លានបាទអញ្ចឹងខ្លឹមសារថ្ងៃនេះយើងរៀនអំពីសម្ពាធហើយនិងຂະຫນាតរបស់វាឥឡូវយើងមើលលំហាត់អនុវត្តម្ដងបាទតោះលំហាត់ទី1ចូលគណនាសម្ពាធនៃកម្លាំងដែលមានអាំងតង់ស៊ីតេ150 Newton សង្កត់លើផ្ទៃ 2.0 ម៉ែត្រការ៉េអញ្ចឹងលំហាត់នេះគេចង់ឲ្យយើងរកសម្ពាធដែលយើងតាំងដល់អក្សរ P ហើយគេប្រាប់ S ស្មើ150 Newton ដែលជាតំណាងឲ្យកម្លាំងហើយនឹងផ្ទៃរងនេះគឺយើងតំណាងឲ្យអក្សរ A របស់យើងគឺ2ម៉ែត្រការ៉េអញ្ចឹងដើម្បីរកសម្ពាធគឺយើងរកតាមរូបមន្តត្រង់ភ្លឹងតែម្ដងដោយសារតែគេប្រាប់មកអស់ហើយណាបាទគេឲ្យយើងគណនាសម្ពាធបាទតោះអញ្ចឹងចម្លើយគណនាសម្ពាធ
តាមរូបមន្តអញ្ចឹងសម្ពាធតាំងដល់អក្សរ P ស្មើ S លើ A ប៉ុន្តែ S ដែលជាកម្លាំងសង្កត់របស់យើងគឺ150 ញូតុនហើយ A គឺស្មើ2សង់ទីម៉ែត្រ2ម៉ែត្រការ៉េ sorry 2ម៉ែត្រការ៉េអញ្ចឹងຂະຫນាតរបស់វាស្តង់ដារហើយអញ្ចឹងយើងជំនួសលេខយកតែម្ដងនាំឲ្យ P ស្មើ150ចាក់2អញ្ចឹងចម្លើយគឺឃើញ75ហើយຂະຫນាតរបស់វាគឺយើងគិតជាប៉ាស្កាល់ក៏បានញូតុនក្នុងម៉ែត្រការ៉េក៏បានដែរបាទនេះជាលំហាត់ទី1យើងបន្តទៅមើលលំហាត់លេខ2បាទលំហាត់លេខ2គេថាកម្លាំង1000ញូតុនសង្កត់លើផ្ទៃមួយបង្កើតបានសម្ពាធ2គីឡូប៉ាស្កាល់ចា៎ហ្នឹងយើងអានថា2គីឡូប៉ាស្កាល់អូនណាគណនាផ្ទៃរងសម្ពាធអញ្ចឹងលំហាត់នេះគេចង់រក A ម្ដងណាបាទអញ្ចឹងដើម្បីរក A គឺបងអាចទាញតាមរូបមន្តសម្ពាធបាទគណនាផ្ទៃរងសម្ពាធតាមរូបមន្តដើមរបស់យើងគឺ P ស្មើ S លើ A អញ្ចឹងដើម្បីបាន A គឺស្មើ S ចែក P បាទនេះរូបមន្តយើងទាញវាលើបាទប៉ុន្តែ S របស់យើងគឺស្មើ1000ញូតុនហើយ P របស់យើងគឺ2គីឡូប៉ាស្កាល់ត្រូវនឹង2000ប៉ាស្កាល់អញ្ចឹង2គីឡូប៉ាស្កាល់1ប៉ាស្កាល់អូនគុណនឹង1000មកប្រៀបដូចជា2គីឡូម៉ែត្រ1ម៉ែត្រដែរគឺគុណនឹង1000ឲ្យតែអក្សរ K ហ្នឹងគឺយើងអានថាគីឡូហើយត្រូវនឹង1000អញ្ចឹងនាំឲ្យ A របស់យើងគឺស្មើជាមួយនឹង1000ចែកឲ្យ2000អញ្ចឹងស្មើ 0.5 ហើយຂະຫນាតស្តង់ដាររបស់វាគឺម៉ែត្រការ៉េបាទអញ្ចឹងនាំឲ្យយើងបានដូចនេះ A របស់យើងគឺស្មើ 0.5 ម៉ែត្រការ៉េអូខេនេះគឺជាលំហាត់ទី2យើងបន្តទៅលំហាត់ទី3លំហាត់ទី3របស់យើងគេថាតុមួយមានផ្ទៃ4ម៉ែត្រការ៉េបាទស្ថិតនៅកន្លែងមួយដែលរងសម្ពាធ100គីឡូប៉ាស្កាល់គេឲ្យយើងគណនាកម្លាំងសង្កត់លើតុអញ្ចឹងលំហាត់នេះគេឲ្យយើងរក S ណាបាទអញ្ចឹងដើម្បីគណនារកកម្លាំងសង្កត់គឺយើងរក S ដើម្បីរក S យើងតាមរូបមន្តដើមគឺ P ស្មើ S លើ A ទាញរក S មកគឺស្មើ P គុណ A អញ្ចឹង A ជាប់សញ្ញាចែកបោះទៅខាងនេះគុណអញ្ចឹង S ស្មើ P គុណ A ប៉ុន្តែ A របស់យើងគឺស្មើ4ម៉ែត្រការ៉េຂະຫນាតស្តង់ដារត្រឹមត្រូវហើយ P របស់យើងគឺ100គីឡូប៉ាស្កាល់យើងបែកមកប៉ាស្កាល់មកគឺយើងគុណនឹង1000អញ្ចឹងបាន100,000ប៉ាស្កាល់អញ្ចឹងនាំឲ្យយើងបាន S របស់យើងគឺស្មើ100,000ចែកឲ្យ4គុណនឹង4 sorry ស្មើជាមួយនឹង400,000ញូតុនអញ្ចឹងຂະຫນាតស្តង់ដាររបស់នេះយើងគឺគិតជាញូតុនຂະຫນាតស្តង់ដាររបស់កម្លាំងបាទអញ្ចឹងនេះគឺជាចម្លើយសម្រាប់លំហាត់ទី3យើងបាទចុងក្រោយគឺកិច្ចការផ្ទះបាទសម្រាប់វីដេអូនេះដែរកិច្ចការផ្ទះរបស់យើងគឺត្រាក់ទ័រមួយមានទម្ងន់60000ញូតុនបាទអញ្ចឹងទម្ងន់យើងតាំងដោយអក្សរ W ណាប៉ុន្តែ W ពេលហ្នឹងគឺអាចស្មើជាមួយនឹងកម្លាំងសង្កត់គឺ S បាទអញ្ចឹងពេលហ្នឹងគឺកម្លាំងសង្កត់គឺជាទម្ងន់បាទអញ្ចឹងអា60000ញូតុននេះអូនតាំងដល់អក្សរ S ក៏បានតាំងដល់អក្សរ W ក៏បានច្រវាក់មួយខាងដែលប៉ះនឹងដីមានប្រវែង3ម៉ែត្រទទឹង 0.5 ម៉ែត្របន្ទាប់មកគេឲ្យយើងគណនាកម្លាំងសម្ពាធដែលសង្កត់លើដីអញ្ចឹងគណនាសម្ពាធដែលសង្កត់លើដីនេះគឺយើងចង់រក S sorry ចង់រក P បាទចង់រក P អញ្ចឹងនៅក្នុងលំហាត់នេះគឺអូនប្រយ័ត្នច្រឡំណាធម្មតា P យើងមិនស្មើ S លើ A បាទ S លើ A បាទអញ្ចឹងលំហាត់នេះគឺ S របស់យើងគឺស្មើនេះ S របស់យើងគឺមួយនេះ S យើងប៉ុន្តែ A យើងគេលាក់ A យើងគេប្រាប់បណ្ដោយហងប្រាប់ទៅតឹងហងបាទនេះ A យើងប្រាប់បណ្ដោយហងប្រាប់ទៅតឹងហងអញ្ចឹងដើម្បីរក A អូនត្រូវយកបណ្ដោយគុណទៅតឹងហើយគុណនឹង2ទៀតដោយសារអីដោយសារតែត្រាក់ទ័រមានច្រវាក់សងខាងមានកង់2និយាយទៅយើងមាន2អញ្ចឹងបើសិនច្រវាក់មួយខាងគឺមានប្រវែងប៉ុណ្ណឹងហើយទៅតឹងប៉ុណ្ណឹងអញ្ចឹង A របស់វាគឺយកបណ្ដោយគុណទៅតឹងគឺចេញច្រវាក់មួយខាងឯងផ្ទៃកន្លះ A មួយខាងអញ្ចឹងយើងចង់បានទាំងសងខាងគឺ A របស់យើងគឺស្មើបណ្ដោយគុណឲ្យទៅតឹងហើយគុណនឹង2ទៀតបាទអូខេសម្រាប់លំហាត់ថ្ងៃនេះគឺលោកគ្រូសូមបញ្ចប់ត្រឹមហ្នឹងបាទហើយយើងនឹងជួបគ្នានៅវីដេអូទី3
វីដេអូទី3លោកគ្រូនឹងផ្ដល់ចម្លើយទាំងស្រុងឲ្យសម្រាប់កិច្ចការផ្ទះនេះហ្នឹងហើយសម្រាប់ពេលនេះអរគុណច្រើនសម្រាប់ការទស្សនាពីដើមដល់ចប់បាយបាយ